នេះបងប្អូនត្រង់ឡើយនេះឃុំទី2ហើយដើរបន្ទាប់ពីយកឃុំទី1មកដើរមើលតាមឃុំនេះឃុំនេះនៅទៀតទេទុំនៅទៀតដីទេហើយគាត់តែពិនិត្យមើលមើលតិចទៅក៏ឃើញទៅឃុំមួយនេះក៏ភ្លើងឆេះដែរបងប្អូនតែគាត់ថាវាឆេះដល់សិនជាវាឆេះដល់ឃុំនឹងអត់នៅទេព្រោះថាឃុំនឹងនៅទៀតឃុំនឹងប្រហែលជាឆេះអស់ហើយបងប្អូនត្រង់ឡើយនេះដូចសពមួយដងអញ្ចឹងយើងកាត់យកទៅកាត់ថ្មដល់តែគាត់ថាយកក្នុងគុំស័យវាពិបាកតិចគឺទម្រាំទៅកាត់ដល់មួយគឺមុតដៃមុតជើងច្រើនពីណាមួយទៀតសតអានេះខ្ញុំនេះវារៀងទៀតទេបើសិនជាខ្ពស់វិញគឺពិបាកឡើងទៅជួនកាលទៅអាចនឹងមុំខ្លះយើងអត់មានបកងឡើងផងអត់មានប្រអោងឡើងផងចឹងរកប្រអោងដាក់រកអីចឹងខ្លះវារកមិនបានឡើងតាមនឹងជន់ទៅបលាមុតដៃមុតជើងពិបាកណាស់បងប្អូនយកខ្មុំអត់សាច់ទេប៉ុន្តែទឹកស្អាតទឹកវាអត់ទាន់បិទទេតែទឹកច្រើនទឹកវាច្រើនល្អ